យឺតលេងប្អូនខ្ញុំទៅបងកុំមួម៉ៅអីគាត់ហើយដែលជួយខ្ញុំខ្លួនតូចរបស់គាត់បើមិនរងរបួសដោយជ្រូកព្រៃក៏គ្រប់គ្រាន់ហើយបងខ្ញុំមិនកុហកទេបងបើគ្មានគាត់ខ្ញុំស្លាប់បាត់ហើយដោយជ្រូកព្រៃនេះស្បែកក្រាស់សាច់ច្រើនកម្លាំងខ្លាំងមិនគាត់អាចទៅរួចទៅជ្រូកព្រៃនេះជួយឧបត្ថម្ភអេដមីនម្នាក់តិចមកដើម្បីឲ្យអេដមីនមានលុយបញ្ចូលកាតទូរស័ព្ទតផុសវីដេអូរាល់ថ្ងៃចែកជូនបងប្អូនបន្តទៀតសូមអរគុណសម្រាប់ការគាំទ្រស្រឡាញ់ហ្វេនពេញបេះដូងយ៉ាងតិចក៏200ជើងដែរគាត់អាចលើកវាឡើងបានយ៉ាងស្រួលគ្រប់គ្រាន់ហើយខ្ញុំជប់និយាយជាមួយអ្នកហើយខ្ញុំទៅផ្ទះហើយរំលឹកដល់ចិត្តល្អយប់នេះប្រហែលមានខ្លាឃ្មុំលោកកំឡោះជ្រូកព្រៃនេះអាចទុកឲ្យបងយើងបានទេបងទៅតែបានជួយខ្ញុំមិញនេះលោកគ្រូចក់ជាក់ស្ដែងកំពុងការពារពាណិជ្ជករធំទាំង3គ្រូសាអ្នកមានទាំងនេះរឹតតែកើនឡើងជារៀងរាល់ថ្ងៃទោះពូជីចៅហ្វាយស្រុកក៏មិនអាចឈ្នះពួកគេដែរតែអ្នកចង់បានជ្រូកព្រៃនេះអាចដូរយកស្បៀងសង្គ្រោះមួយថ្ងៃពីពាណិជ្ជករធំទាំង3បើពួកយើងមិនយកវាទៅវិញខ្ញុំខ្លាចស្អែកព្រឹកនេះក្រៅក្រុងនឹងមានសពរាប់រយអ្នកឯងចង់ឆក់យកជ្រូកឯងចង់ឆក់យកជ្រូកឯងមិនហ៊ានទេលោកកំឡោះនេះជាបន្តោងត្បូងប្រចាំត្រកូលយើងខ្ញុំគ្រាន់តែសង្ឃឹមថានឹងបដូរបានសាច់ជ្រូកជួយជីវិតបងប្រុសលោកកំឡោះនេះទៅតែជួយជីវិតខ្ញុំឆ្នាំទុរភិកគ្រប់គ្នាពិបាកណាស់ចុះយើងរកវិធីផ្សេងទៀតបងប្អូនទាំងពីរពិតជាស្មោះត្រង់ជ្រូកដែលខ្ញុំបដូរពីផ្សារនៅចំណែកខ្ញុំមិនខ្វះអាហារទេព្រោះពួកគេក៏ដើម្បីជួយជនរងគ្រោះអីចឹងជួយពួកគេទៅបានហើយជ្រូកព្រៃនេះជារបស់អ្នកលោកពិតជាឲ្យយើងមែនទេចាត់ទុកថាលក់ហើយខ្ញុំទៅហើយលោកកំឡោះសុំសួរនាមចៅឈីខ្ញុំមកវិញហើយបងមើលនេះជាអ្វីបងស្រីម៉ាក់បងប្រុសពិតជាបបាញ់ជ្រូកព្រៃមកវិញហើយកូនអត់អីទេខ្ញុំមិនអីទេជ្រូកនេះខ្ញុំជីកចាប់បានយប់នេះខ្ញុំនឹងអញ្ជើញពួកយើងញ៉ាំសាច់ជ្រូករំងាស់កូនខ្ញុំពូកែណាស់ម៉ាក់សាច់ជ្រូករំងាស់រសជាតិបែបណាម៉ែក៏អត់ទាន់ញ៉ាំដែរមកដល់ទាន់ពេលល្អណាស់ខ្ញុំទើបតែថាឯងចេះបាញ់សត្វអត់នឹកស្មានថាបាញ់បានជ្រូកព្រៃមួយយប់នេះយើងមានលៀបហើយយប់នេះយើងមានលៀបហើយម្ចាស់ដើមមុនដើម្បីមេម៉ៃវ៉ាន់មិនដែលខ្វះការផ្គប់ចិត្តទេដើម្បីអ្នកបំរើ2នាក់នេះហ៊ានឲ្យលោកស្រីចំណាស់នេះថាម៉ែពិតជាលះបង់ណាស់ពេលប្រលប់ហើយឯងចង់ធ្វើអីចេះតែបង្ករឿងអាក្រក់បង្ខំពេកហើយមែនទេប្អូនស្រីខ្ញុំត្រូវបានអ្នកជីណានចាប់ចម្រិតយកទៅមិនអញ្ចឹងទេសយើង300ជីនពោតនោះមកមិនអញ្ចឹងទេយកជ្រូកព្រៃនេះសងយើងវិញឯងមានមុខមាត់អត់100ជីនបែរជានិយាយថា300ជីនឆ្លៀតឱកាសគ្រួសារខ្ញុំមិនគ្រប់គ្រាន់ទេប្រាប់ឯងចុះគុំនិយាយដល់300ជីននោះអីគ្មានអ្វីតតែសោះមិនមែនតាមចិត្តពួកឯងទេចង់ឆក់យកជ្រូកខ្ញុំបានសួរដៅខ្ញុំហើយឬនៅចៅឈីខ្ញុំប្រាប់ឯងថាឲ្យតែសាច់នោះឲ្យខ្ញុំបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យឯងនៅភូមិនេះរស់នៅលេងសុកអញ្ចឹងឯងប្រាប់មកថារស់នៅលេងសុកយ៉ាងម៉េចចៅឈីឯងដេកជាមួយប្អូនស្រីខ្ញុំឯងនៅតែចង់បដិសេធធឺដេកជាមួយប្អូននាងដើមមនុស្សមិនដែលប៉ះដៃមេម៉ាយវាងផងមិនដែលប៉ះផងពិតមែនឬម៉ែកុំស្ដាប់ពួកគេនិយាយផ្ដេសផ្ដាសរឿងនេះខ្ញុំជាអ្នកដោះស្រាយឯងថាខ្ញុំដេកជាមួយប្អូនស្រីឯងផុសតាំងនៅណាពេលវេលាទីកន្លែងសាក់សីបើខ្វះមួយខ្ញុំនឹងហែកមាត់ឯងថ្ងៃទី18ខែមីនានៅជង្រុកអស់ម៉ោងជូម៉ោងខ្ញុំឃើញច្បាស់ណាស់ខ្ញុំសុនស៊ីវអ៊ីងក៏មិនយកកូនស្រីបង្កើតនេះខ្លួនកូនស្រីមកបាច់ទឹកស្អុយទេឯងថាខ្ញុំដេកជាមួយនាងអីចឹងគិតមើលពេលវេលាឥឡូវនេះនាងគួរតែចាប់ផ្ដើមពោះហើយមែនទេជួយឧបត្ថម្ភអេដមីនម្នាក់តិចមកដើម្បីឲ្យអេដមីនមានលុយបញ្ចូលកាតទូរស័ព្ទតផុសវីដេអូរាល់ថ្ងៃចែកជូនបងប្អូនបន្តទៀតសូមអរគុណសម្រាប់ការគាំទ្រស្រឡាញ់ហ្វេនពេញបេះដូងអ្នកពិតជាថោកទាបមែនឯងថាខ្ញុំដេកជាមួយគេបើគិតពេលនេះប្រហែលមានកូនហើយទៅយើងហើយយាយចៅរកជីណានទៅពិនិត្យខ្លួនគេទៅមិនបានទេមិនអាចទៅទេអត់ទេទៅមិនបានទេម៉េចខ្លាចហើយពួកឯងមិនចង់ញ៉ាំសាច់ជ្រូកទេ
ល្អបើមេម៉ាយវាំងពិតជាមៀងហើយជ្រូកនេះខ្ញុំឲ្យពួកឯងហើយម្យ៉ាងទៀតពួកឯងជំពាក់ជីណាន100ជីនបន្លែខ្ញុំជួយពួកឯងម៉ែចៅឈីផ្លាស់ប្ដូរមែនពីមុននិយាយប៉ុន្មានម៉ាត់ក៏បញ្ឆោតបានឥឡូវคล้ายជាមនុស្សម្នាក់ទៀតគឺឯងជាកូនអុកតញ្ញូមិនមែនគំនិតអាក្រក់របស់ឯងកូនពីមុនឯងកតញ្ញូនឹងម៉ែណាស់តាទេមិនថ្ងៃនេះឯងកើតអីឯងសំធ្វើជាម៉ែខ្ញុំដែរបើហ៊ាននិយាយជាញាតិទៀតជឿអត់ខ្ញុំបាញ់ទម្លុះពួកឯងទៅចាំសិនម៉ែខ្ញុំគិតថាចៅឈីបដូរហើយតែគាត់គ្រាន់តែបោកទេគេថាគាត់មានពេពីមួយក្បាលចែកទៅភូមិហើយនៅមួយក្បាលទៀតហើយជ្រូកនេះយើងយកទាំងអស់ម៉ែបងធំខ្ញុំមិនឈួតទេអីកងសក់ឯងកាលមុនខ្ញុំល្ងងឯងចូលចិត្តខ្ញុំលួចឲ្យឯងឥឡូវត្រូវឲ្យខ្ញុំវិញហើយឯងល្អកងសក់នេះឯងវិញប្រញាប់យកជ្រូកពេលមកនៅគិតដល់ជ្រូកពេលខ្ញុំទៀតឬតាមពិតទៅពេលម្សិលមិញពួកយើងញ៉ាំអស់មួយពេលហើយជ្រូកនៅទីនេះឯងក៏យកមិនបានទេនេះឯងទៅឥឡូវដល់ពេលប្រគល់វាមកខ្ញុំវិញហើយអ្នកមិនអីទេខ្ញុំនឹងប្រគល់ម្ជូរសក់ដែលខូចមកឲ្យអ្នកវិញប្រញាប់ឡើងនាំជ្រូកនឹងជៀមមកទីនេះនៅតែគិតអំពីជ្រូកនឹងជៀមរបស់ខ្ញុំជាការប្រសើរណាស់ដើម្បីឲ្យមានភាពស្មោះត្រង់ជៀមកាលពីម្សិលមិញយើងញ៉ាំវាទាំងអស់នៅផ្ទះជ្រូកវានៅទីនេះអ្នកមិនអាចយកវាបានទេតាគ្រូសាឯងស៊ីជៀមអស់មួយក្បាលពួកឯងធ្វើបាបណាស់កុំមកស្រែកដាក់ខ្ញុំនៅទីនេះខ្ញុំប្រាប់ឯងថារឿងដែលឯងជំពាក់ខ្ញុំប៉ុន្មានឆ្នាំនេះត្រូវសងខ្ញុំមកវិញបន្តិចម្ដងបើមិនអីចឹងបើមិនអីចឹងឯងចង់យ៉ាងម៉េចឯងឲ្យគេហើយនៅចង់យកមកវិញទៀតលើលោកនេះមានបបញ្ញាណាធ្នូព្រួញខ្ញុំជាហេតុផលចង់មិនសងយកទៅទាំងអស់យកទៅម៉ែទ្រព្យសម្បត្តិគ្រួសារយើងទាំងអស់នៅនេះហើយម៉ែឲ្យគេអស់ហើយចុះយើងស៊ីអីយកអីទៅជួយប្អូនស្រីបាបដែលគេធ្វើខ្លួនឯងអាចគ្រប់គ្រងអ្នកណាបានត្រឹមបងប្អូនប៉ុណ្ណឹងឯងចង់វាយញ៉ាំមកខ្ញុំឯង